ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាអញ្ចឹងអឺក្នុងវីដេអូនេះយើងនឹងធ្វើការសរសេរកូដដើម្បី display នៅ statement មួយដើម្បីឲ្យវាចេញ100ដងអ្នកនរអញ្ចឹងតើយើងត្រូវសរសេរដូចម្តេចខ្លះអញ្ចឹងគឺយើងប្រើ for loop ដើម្បីឲ្យ statement មួយដំណើរការប៉ុន្មានដងក៏បានដែរណាអញ្ចឹងអាស្រ័យលើយើងអ្នកកំណត់ទេអញ្ចឹងមេរៀននេះគឺរៀនអំពី for loop ជា basic មួយដែលយើងគួរតែដឹងដែរគួរតែរៀនអូខេឥឡូវយើងចូលទៅកាន់លំហាត់របស់គ្នាដំបូងយើងសរសេរអឺ header file អីមកអ្នកគ្រូធម្មតាមកពីផ្លើដំបូងយើងសរសេរតែប៉ុណ្ណឹងមកគឺបានហើយអ្នកគ្រូហើយ return phone system clear មួយដើម្បី clear screen នៅពេលដែលយើង run មកគឺស្អាតហើយអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់សរសេរពីថា I love you ហើយឧទាហរណ៍ថាខ្ញុំចង់ឲ្យពាក្យ I love you ហ្នឹងចេញចំនួន100ដងអញ្ចឹងខ្ញុំត្រូវដាក់វានៅក្នុង for loop អញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ for loop មួយ m I ស្មើ0 I តូចជាង100 I បូកអញ្ចឹងផ្សេងអញ្ចឹងគឺថាអ្នកព្រាបប្រហែលជាពិបាកយល់សម្រាប់ឲ្យផ្ដើមពី1តែម្ដងហើយស្មើ100បាទគ្នាបមកហើយយើងធ្វើការដាក់ពាក្យហ្នឹងចូលមក statement ហ្នឹងចូលអូខេអញ្ចឹងខ្ញុំចង់ឲ្យវាដើរ100ដងឥឡូវខ្ញុំរ៉ាប់អញ្ចឹងបើសិនជាខ្ញុំរ៉ាប់វាចេញមែនប៉ុន្តែយើងអត់ដឹងថាចេញប្រហែលដងទេអ្នកគ្នាជីចប់ហើយ100ដងអញ្ចឹងខ្ញុំធ្វើការទីអាយបញ្ចេញ I មកដែរអញ្ចឹង I វាផ្ដើមពី1វានឹងដើរដល់100ដងអ្នកគ្នាអញ្ចឹងយើងដាក់ I ហើយយើងដាក់ចុចចឹងមក I 100ដងអញ្ចឹងខ្ញុំនឹងបញ្ចូល process វាឲ្យអ្នកទាំងអស់គ្នាយល់តើ process វាគឺបែបណាអញ្ចឹងចំពោះ for loop ដំបូងមកវាមានដាក់ពាក្យថា for syntax របស់វាគឺសរសេរពាក្យថា for ហើយយើងបើកវងកញ្ចក់បែបនេះបើកវងកញ្ចក់បែបហ្នឹងហើយនៅក្នុង for loop ហ្នឹងគឺបែងចែកជា3ផ្នែកទី1នេះគេហៅថា initialize ទី2គេហៅថា condition ទី3គឺ step អញ្ចឹងខ្ញុំនឹងបញ្យល់ដល់អ្នកគ្នា3ហ្នឹងសំខាន់គឺ3ហ្នឹងអ្នកគ្នាអញ្ចឹង for loop យើងប្រើវាគឺដើម្បីគ្រប់គ្រងទៅលើចំនួនរបស់ statement ចំនួនជាក់លាក់នៃ statement ដែលយើងចង់វាចេញឧទាហរណ៍ថា statement មួយនេះយើងចង់ឲ្យចេញប្រមាណដងគឺយើងដឹងចំនួនជាក់លាក់អញ្ចឹងខ្ញុំដាក់ថា in I ស្មើ1នេះបានន័យថាយើងប្រកាសយើងដឹងហើយគឺ declare ដំបូងគឺយើងដាក់ type សិនខ្ញុំដាក់ type ជា integer ហើយខ្ញុំប្រកាស I ហើយខ្ញុំ initialize វាស្មើ1អញ្ចឹងនេះគឺជាតម្លៃចាប់ផ្ដើមកន្លែងនេះគឺលក្ខខណ្ឌ I តូចជាងឬស្មើ100អញ្ចឹង I ស្មើ1អញ្ចឹងកន្លែង I នេះជំនួសដោយលេខ1ទៅ1គឺពិតជាតូចជាងឬក៏ស្មើ100មែនចូលលក្ខខណ្ឌពិតអញ្ចឹងពិត statement នេះនឹងដើរម្ដងអញ្ចឹងប្រសិនបើវាពិត statement នេះដើរចប់ទើប step ដំណើរការ I បូក I បូកវាស្មើនឹងអឺ I គឺត្រូវកើន1បានន័យថា I ហ្នឹងគឺត្រូវបូក1អញ្ចឹង I តម្លៃដើមយើងគឺលេខ1ដល់ពេលដែល I បូកគឺ I យើងឡើង2ហើយ I យើងឡើង2កន្លែងនេះក៏2ដែរកន្លែងហ្នឹងក៏2ដែរហើយ2គឺតូចជាងឬស្មើ100
ចឹងគឺចូលលក្ខខណ្ឌ statement នេះគឺដើមម្ដងទៀតគឺ statement ទី2ដើរបែបហ្នឹងរហូត100ដងទើបវាចប់ទាល់តែលក្ខខណ្ឌ i នេះកើនរហូតទៅដល់101ចឹង101គឺមិនអាចតូចជាងឬក៏ស្មើ100បានទេចឹងគឺ loop ហ្នឹងគឺលែងពិតគឺឈប់ដើរអ្នកគ្នាចឹងសង្ឃឹមថាអ្នកនរគ្នាយល់អំពី process របស់ loop គឺ for loop អ្នកគ្នាហើយភាគច្រើនការប្រើប្រាស់ loop នេះគឺប្រើ for loop ហ្នឹងហើយចំពោះ for loop ហ្នឹងគឺវាមានជាប្រភេទ nested loop ទៀតគឺ loop នៅក្នុង loop អញ្ចឹង for loop ដែលប្រើតែមួយជាន់បែបនេះគឺមិនសូវជាមាន process ពិបាកនោះទេគឺ for loop ចាប់ពី2ជាន់ឬក៏3ជាន់នោះទៅគឺពិបាកអញ្ចឹងនេះគឺជាគំនិតដំបូងៗដែលយើងគួរតែដឹងយើងចង់ display statement ណាមួយចំនួនប្រមាណជុំអញ្ចឹងទៅគឺយើងអាចធ្វើបានហើយលោកហ្នឹងគឺបានន័យថាជាខួបណាអ្នកនរជាដំណើរការដដែលរហូតដែលloop ហ្នឹងគឺបើ for loop គឺយើងដឹងចំនួនជុំច្បាស់លាស់គឺយើងប្រើប្រាស់ for loop ហើយវីដេអូបន្តទៀតខ្ញុំប្រហែលជាអាចនឹងនិយាយអំពី while loop ឬក៏ do while loop អ្នកនាងប៉ុន្តែលំហាត់ for loop មានច្រើនខ្ញុំនឹងព្យាយាមធ្វើវីដេអូអំពីលំហាត់ដែលទាក់ទងនឹង loop ឲ្យបានច្រើនដើម្បីចែកជូនដល់អ្នកនរគ្នាណាដែលអត់ទាន់ច្បាស់ទៅលើលំហាត់ loop ហើយភាគច្រើនខ្ញុំកន្លងឃើញថាអ្នកដែលរៀន Code C++ នេះគឺអត់សូវយល់ loop អ្នកនាង loop ហើយនិង array ពីព្រោះអី array គឺត្រូវការប្រើ loop យកទៅaccess index របស់វាអញ្ចឹង loop នេះគឺសំខាន់សម្រាប់ការរៀន Code C++ របស់យើងអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូត្រឹមប៉ុណ្ណឹងហើយយើងអាចនឹងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើនគ្នាយើង